ដៅក៏កងបានមនីលាក់ចេញមុខប្រមានធ្ងន់លើបរោះវ័យចំណាស់នៅអាមេរិកម្នាក់ក្រោយអះអាងថាជាប្តីរបស់ខ្លួនរហូតដល់7ឆ្នាំប្រិមិត្តពិតជាបានជ្រាបហើយថាការស្រឡាញ់និងការគាំទ្រតារាសិល្បៈគឺជាគ្រឿងលើកទឹកចិត្តមួយយ៉ាងសំខាន់ប៉ុន្តែចុះបើការស្រឡាញ់នោះបានឈានហួសព្រំដែនរហូតដល់ការប្រឌិតរឿងបង្កើតព័ត៌មានមិនពិតនិងហ៊ានអះអាងថាតារាចម្រៀងស្រីល្បីឈ្មោះម្នាក់ជាប្រពន្ធបណ្ដូលបេះដូងរបស់ខ្លួនអស់រយៈពេលរហូតដល់ទៅ7ឆ្នាំទៅវិញតើប្រិមិត្តគិតយ៉ាងណាដែររឿងរ៉ាវមួយនេះបានកើតឡើងចំពោះតារាចម្រៀងសំឡេងក្រអ៊ុនក្រអៅប្រចាំផលិតកម្មថោនគឺកញ្ញាបានមនីលក្ខណ៍ដែលធ្វើឲ្យនាងមិនអាចរក្សាភាពស្ងៀមស្ងាត់បានតទៅទៀតឡើយហើយបានចេញមុខប្រតិកម្មយ៉ាងក្តៅកគុកនិងប្រមានប្រើចំណាត់ការផ្លូវច្បាប់ថែមទៀតផងតើដំណើរដើមតងនៃរឿងរ៉ាវនេះកើតឡើងយ៉ាងដូចម្ដេចហើយហេតុអ្វីបានជាបុរសវ័យចំណាស់រូបនោះហ៊ានឡាយឡុងសរសេរបែបនេះតោះមកតាមដានស្ដាប់សាច់រឿងលម្អិតនិងការវិភាគជាមួយនាងខ្ញុំដូចតទៅប្រិមិត្តជាទីមេត្រីហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភព Facebook នេះបានផ្ទុះឡើងកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2026ថ្មីនេះបុរសវ័យចំណាស់ម្នាក់ដែលកំពុងតែរស់នៅក្នុងសហរដ្ឋអាមេរិកមានករណី Facebook ឈ្មោះប៉ែនសុកខុមបានបង្ហោះសារនិងរូបភាពជាសាធារណៈដោយបានប្រកាសបង្ហាញពីក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រអស់ពីបេះដូងចំពោះតារាចម្រៀងកញ្ញាបានមនីលក្ខណ៍អ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រស្រឡាញ់កាំងនោះគឺបុរសរូបនោះបានអះអាងថាខ្លួនគឺជាប្តីរបស់កញ្ញាបានមនីលក្ខណ៍ហើយថែមទាំងបានអះអាងទៀតថាលោកនិងមនីលក្ខណ៍បានសាងសម្ព័ន្ធភាពស្នេហាជាមួយគ្នាស៊ីជម្រៅអស់រយៈពេល7ឆ្នាំមកហើយក្នុងសារដែលលោកប៉ែនសុខុមបានទម្លាយនៅលើបណ្ដាញសង្គមគឺមានខ្លឹមសារបែបអក្ខរាវិរុទ្ធអត្តន័យស្នេហាយ៉ាងជ្រាលជ្រៅនិងបានចោទប្រកាន់ទៅលើអ្នកដទៃទៀតផងលោកបានសរសេររៀបរាប់យ៉ាងដូចនេះថាអោអូនមនីលក្ខណ៍ប្រពន្ធបណ្ដូលបេះដូងបងសែននឹកនិងស្រឡាញ់អូនណាស់ប៉ុន្តែមានអាជនពៀខ្លះវាចេះតែប្រច័ណ្ឌនិន្ទាឈ្លាននេះវាច្រណែននឹងបងវាបង្ខំឲ្យបងឈប់ស្រឡាញ់អូនក្នុងបំណងដេកដឆានអប្រិយដើម្បីបំបែកបំបាក់ស្នេហ៍ដ៏បរិសុទ្ធរបស់យើងដែលកសាងជាមួយគ្នាអស់រយៈពេល7ឆ្នាំតើអូនយល់យ៉ាងណាដែរចំពោះស្នេហារបស់យើងបើអូនសម្រេចចិត្តយ៉ាងណាគឺបងសុខចិត្តធ្វើតាមអូនទាំងអស់មិនត្រឹមតែប៉ុណ្ណោះទេប្រិមិត្តលោកប៉ែនសុខុមក៏បានបន្ថែមសារមួយទៀតទាំងការឆ្ងល់និងអអន់ចិត្តចំពោះមតិប្រតិកម្មរបស់មហាជនដោយលោកសរសេរថាបងដូចជាឆ្ងល់ណាស់ពេលបងបង្ហោះរូបអូននិងបញ្ជាក់ថាជាប្តីប្រពន្ធគ្នាតាមរយៈ admin របស់អូនម្ដងមានមនុស្សភាគច្រើនចុច like អែនឡាបអោបអរសាទររាប់រយនាក់ប៉ុន្តែមានតែស្រី2-3នាក់ជាអ្នកចុចច្រណែនឈ្លាននេះនឹងបងវាថាបងស្រឡាញ់អូនឯងគឺអូនឯងមិនដឹងខ្លួនផងបងបានតបទៅវាថាបើហងឯងមិនជឿម្ដេចមិនតាក់ទងសួរប្រពន្ធអញមនីលក្ខណ៍ទៅទស្សនិកជនជាទីមេត្រីយ៉ាងណាក្រោយពីឃើញសាររបស់បុរសវ័យចំណាស់ខាងលើបានបង្ហោះចែកចាយពាក់ពេញបណ្ដាញសង្គម Facebook បែបនេះនៅថ្ងៃទី25ខែកក្កដាឆ្នាំ2026តារាចម្រៀងកញ្ញាបានមនីលក្ខណ៍មិនទុកឲ្យមន្ទិលសង្ស័យនេះរីករាលដាលតទៅទៀតឡើយនាងបានចេញមុខធ្វើការបំភ្លឺនិងសំណូមពរយ៉ាងផ្លូវការនៅលើទំព័រ Facebook របស់នាងដើម្បីទាត់ចោលទាំងស្រុងនៅការអះអាងរបស់បុរសចំណាស់រូបនោះដោយបញ្ជាក់ច្បាស់ថានាងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយបុរសឈ្មោះប៉ែនសុខុមនេះឡើយព្រមទាំងបានស្នើសុំឲ្យបញ្ឈប់សកម្មភាពរំលោភសិទ្ធិបុគ្គលនេះជាបន្ទាន់ប្រសិនប្រកែកមិនស្ដាប់នាងនឹងចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងទស្សនិកជនជាទីមេត្រីដើម្បីឲ្យកាន់តែច្បាស់អំពីប្រវត្តិនៃជីវិតស្នេហានិងការងារសិល្បៈរបស់តារាចម្រៀងរូបនេះនាងខ្ញុំម៉ារីសូមរំលឹកបន្តិចថាកញ្ញាបានមនីលក្ខណ៍បានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយអតីតគូដណ្ដឹងគឺលោក DJ K កាលពីឆ្នាំ2019មកម្លេះចាប់តាំងពីពេលនោះមកអស់រយៈពេលប្រមាណជា7ឆ្នាំមកហើយនាងមិនដែលធ្លាប់បានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈឬបើកចំហម្ដងណាឡើយតារាចម្រៀងរូបនេះដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហងមាសបច្ចុប្បន្នបានក្លាយជាតារាចម្រៀងស្រីជូរមុខដ៏មានប្រជាប្រិយភាពនិងមានទឹកដមសម្លេងក្រអ៊ុនក្រអៅជាងគេនៅក្នុងផលិតកម្មថោននាងអាចច្រៀងបានសឹងតែគ្រប់ទម្រង់បទចម្រៀងរហូតដល់អ្នកគាំទ្រជាច្រើនបានចាត់ទុកថានាងជាតួឯកឬជាក្របពេជ្រប្រចាំផលិតកម្មថោនបន្ទាប់ពីតារាចម្រៀងរៀងច្បងអ្នកនាងមេសុសុភាបានដើរចេញពីផលិតកម្មនេះកាលពីឆ្នាំ2020ក្រៅតែពីអា
ជីពជាតារាចម្រៀងមុននេះលាក់ក៏បានក្តាប់អាជីវកម្មផ្ទាល់ខ្លួនគឺក្រុមហ៊ុនកំសាន្តមួយដែលផ្ដល់សេវាកម្មកំសាន្តសម្រាប់កម្មវិធីផ្សេងៗប្រហាក់ប្រហែលទៅនឹងអាជីវកម្មរបស់លោកអេលិចចន្ទ្រានិងលោកញ៉ាំសំអូនផងដែរប្រិមិត្តទស្សនិកជនជាទីមេត្រីប្រសិនបើយើងពិនិត្យមើលរឿងរ៉ាវដែលកើតឡើងចំពោះកញ្ញាបានមនីលាក់នេះឲ្យបានស៊ីជម្រៅនាងខ្ញុំយល់ឃើញថានេះមិនមែនជាករណីទី1ឬជាករណីលើកដំបូងនៅក្នុងរង្វង់សិល្បៈខ្មែរនោះទេកន្លងមកមានតារាល្បីៗជាច្រើនដួងរួមមានដូចជាកញ្ញាសុកពិសីកញ្ញាតនច័ន្ទសីមាជាដើមសុទ្ធតែធ្លាប់បានជួបប្រទះនៅបញ្ហាប្រឈមស្រដៀងគ្នានេះមានបរិះមួយចំនួនបានយករូបថតរបស់ពូនាងទៅកាត់តបណ្ដើរគ្នាយ៉ាងជិតស្និទ្ធឬរហូតដល់កាត់រូបថតរៀបការជាមួយគ្នាហើយយកទៅបង្ហោះលើបណ្ដាញសង្គមហាក់ដូចជាមានទំនាក់ទំនងស្នេហាស៊ីជម្រៅប៉ុន្តែកន្លងមកទាំងកញ្ញាសុកពិសីនិងកញ្ញាតនច័ន្ទសីមាតែងតែជ្រើសរើសផ្លូវរក្សាភាពស្ងៀមស្ងាត់ដោយមិនដែលចេញមុខប្រតិកម្មឬប្រមានធ្ងន់ធ្ងរបែបនេះឡើយព្រោះពូនាងប្រហែលជាចាត់ទុកថាវាជារឿងអត់ប្រយោជន៍ឬជាការស្រឡាញ់បែបហួសហេតុរបស់អ្នកគាំទ្រខ្លះប៉ុន្តែហេតុអ្វីបានជារឿងរបស់កញ្ញាបានមនីលាក់រឹកលើកនេះខុសប្លែកពីតារាដទៃហើយទាមទារឲ្យនាងត្រូវតែចេញមុខប្រតិកម្មយ៉ាងក្តៅកគុកបែបនេះតាមការវិភាគរបស់នាងខ្ញុំមានកត្តាសំខាន់ចំនួន3ដែលបង្ខំឲ្យមនីលាក់មិនអាចស្ងៀមស្ងាត់បានចំណុចទី1ការបង្កើតសាច់រឿងមានពេលវេលាច្បាស់លាស់និងការប្រឌិតពាក្យប្តីប្រពន្ធលោកប៉ែនសុខុមមិនត្រឹមតែបង្ហោះរូបថតនោះទេប៉ុន្តែគាត់បានអះអាងថាសាងស្នេហាជាមួយនាងរយៈពេល7ឆ្នាំនិងបានហៅនាងថាជាប្រពន្ធមណ្ឌលបេះដូងតួលេខ7ឆ្នាំនេះវាស៊ីចង្វាក់គ្នាយ៉ាងចម្លែកទៅនឹងរយៈពេលដែលមនីលាក់បានបែកបាក់ពីអតីតគូដណ្ដឹង DJ Cake កាលពីឆ្នាំ2019ការប្រឌិតសាច់រឿងដែលមានភាពប្រហាក់ប្រហែលនិងជីវិតពិតបែបនេះអាចធ្វើឲ្យសាធារណជនឬអ្នកគាំទ្រដែលមិនដឹងរឿងស៊ីជម្រៅមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរថានាងពិតជាមានទំនាក់ទំនងលួចលាក់ជាមួយបុរសចំណាស់នោះមែនចំណុចទី2ការប៉ះពាល់ដល់កិត្តិយសអាជីវកម្មនិងតម្លៃគ្រួសារកញ្ញាបានមនីលាក់បច្ចុប្បន្នមិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះនោះទេប៉ុន្តែស្ត្រីរូបនេះក៏ជាម្ចាស់អាជីវកម្មនិងជាអ្នកជំនួញម្នាក់ផងដែរការដែលត្រូវគេប្រឌិតព័ត៌មានថាមានប្តីវ័យចំណាស់នៅក្រៅប្រទេសដោយមិនបានរៀបការឬគ្មានការទទួលស្គាល់វាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសភាពថ្លៃថ្នូររូបភាពសាធារណៈនិងទំនុកចិត្តក្នុងដៃគូអាជីវកម្មរបស់នាងចំណុចទី3បញ្ហាសុខភាពផ្លូវចិត្តនិងការរំលោភសិទ្ធិបុគ្គលការដែលកញ្ញាបានមនីលាក់បានសរសេរសំណូមពរទៅកាន់ក្រុមគ្រួសារឬសាច់ញាតិរបស់បុរសចំណាស់នោះឲ្យជួយមើលថែទាំឬណែនាំគាត់ករណីគាត់មានបញ្ហាសុខភាពស្មារតីគឺជាការឆ្លើយតបមួយប្រកបដោយភាពឆ្លាតវៃនិងមានការយោគយល់នាងមិនត្រឹមតែការពារសិទ្ធិខ្លួនឯងតាមផ្លូវច្បាប់ប៉ុណ្ណោះទេប៉ុន្តែស្មារតីនៃការយល់ឃើញថានេះអាចជាអាការៈនៃជំងឺផ្លូវចិត្តដូចជាជំងឺវង្វេងវង្វាន់របស់មនុស្សចាស់ក៏ជាចំណុចមួយដែលសង្គមគួរតែយកចិត្តទុកដាក់ផងដែរទស្សនិកជនជាទីមេត្រីនៅក្នុងយុគសម័យ Digital នេះការប្រើប្រាស់បណ្ដាញសង្គមដោយគ្មានការទទួលខុសត្រូវការរំលោភលើបណ្ដាញសង្គមនិងការយករូបភាពបុគ្គលសាធារណៈទៅប្រឌិតរឿងរ៉ាវគឺជាអំពើល្មើសច្បាប់និងជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរករណីរបស់កញ្ញាបានមនីលាក់គឺជាសារព្រមានមួយយ៉ាងច្បាស់ទៅកាន់អ្នកលេងបណ្ដាញសង្គមមួយចំនួនឲ្យបញ្ឈប់នៅទង្វើអសិលធម៌ទាំងនេះព្រោះកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់មិនមែនជារឿងដែលត្រូវយកមកលេងសើចឬប្រឌិតតាមអំពើចិត្តនោះឡើយ